សួស្តីបងប្អូនទាំងអស់គ្នាតើបងប្អូនដែលជា fan របស់អ្នកនាងទេពបុព្រឹកនិងលោកជី David បានត្រៀមខ្លួនហើយឬនៅដើម្បីទៅ register ចុះឈ្មោះចូលរួមក្នុងកម្មវិធីថ្ងៃទី2របស់អ្នកនាងនិងលោកជី David ដែលមានឈ្មោះថារាត្រីជួបជុំជាមួយនឹងអ្នកគាំទ្រកាលពី4ថ្ងៃមុនលោកជី David បានបង្ហោះរូបភាពព្រមទាំងមានសំណេរថាជំរាបសួរអ្នកគាំទ្រជាទីស្រឡាញ់ដោយដែលបានសន្យាពីពេលមុនថាពួកយើងនឹងមានរាត្រីជួបជុំដោយខ្ញុំនិងភរិយានឹងជ្រើសរើសយកថ្ងៃទី8ខែមិថុនាឆ្នាំ2025ដែលអាចហៅថា Wedding Party Day 2សម្រាប់អ្នកគាំទ្រដែលមានបំណងចង់ចូលរួមរាត្រីជួបជុំដើម្បីអបអរសាទរយើងខ្ញុំសូមបងប្អូនត្រៀមខ្លួនសម្រាប់ការចុះឈ្មោះ Register នាពេលឆាប់ៗខាងមុខនេះសូមអរគុណសម្រាប់ការស្រឡាញ់គាំទ្រត្រៀមឈុតត្រៀមរ៉ូបត្រៀមខ្លួនឲ្យបានរួចរាល់សម្រាប់ការជួបជុំដ៏មានអត្ថន័យរបស់ពួកយើងដោយក្តីស្រឡាញ់សូមតាមដានទំព័រផ្លូវការរបស់យើងខ្ញុំសម្រាប់ការអាប់ដេតបន្ថែមនាពេលឆាប់ៗនេះពួកយើងនឹងបែងចែក Wedding Party ជា2ថ្ងៃសម្រាប់មិត្តភ័ក្តិបងប្អូននិងភ្ញៀវកិត្តិយសជាគណៈធិបតីថ្ងៃទី7ខែមិថុនាឆ្នាំ2025សម្រាប់បងប្អូនគាំទ្រដែលជា fan នឹងការចុះឈ្មោះនឹងប្រព្រឹត្តទៅនៅថ្ងៃទី8ខែមិថុនាឆ្នាំ2025សូមមើលការបច្ឆេទឲ្យបានច្បាស់លាស់ការចុះឈ្មោះចូលពុំមានការបង់ប្រាក់ទេព្រមទាំងចំនួនមានកំណត់ត្រឹមតែ 3000 នាក់ប៉ុណ្ណោះfan ដែលអាចចូលរួមកម្មវិធីសេរីសួស្តីមង្គលរបស់អ្នកនាងទេពបុព្រឹកនិងលោកជី David នេះគឺចូលរួមបានតាមការចុះឈ្មោះនៅថ្ងៃទី15ខែឧសភាឆ្នាំ2025នេះដែរលោកជី David បានបង្ហោះថាគោរពជូនពរពុកម៉ែបងប្អូននិងអ្នកគាំទ្រជាទីស្រឡាញ់រាប់អានវេលាម៉ោង4ល្ងាចនេះយើងខ្ញុំនឹងបើកការចុះឈ្មោះសម្រាប់រាត្រីជួបជុំ Wedding Party Day 2ត្រៀមខ្លួនឲ្យបានរួចរាល់ណាប្រើប្រាស់សមត្ថភាពដើម្បីទទួលបានសម្បត្តិមុនគេនៅមានរឿងសុប្រៃខ្លះទៀតតែអត់បានប្រាប់ទេទុកឲ្យឆ្ងល់ហើយនៅមាន link សម្រាប់ចូលទៅចុះឈ្មោះដើម្បី register យកសម្បត្តិចូលរួមកម្មវិធីផងដែរតែបងប្អូនទាំងអស់គ្នាបាន register ហើយឬនៅបើបងប្អូនត្រូវអញ្ជើញទៅ2នាក់ត្រូវ register ទាំង2នាក់តែម្ដងនៅថ្ងៃទី15ខែឧសភាឆ្នាំ2025នេះដែរអ្នកនាងទេពបុព្រឹកបានបង្ហោះរូបភាពជាច្រើនសន្លឹកជាមួយនឹងស្វាមីដែលមានសរសេររដ្ឋថាជឿអត់ថាមនុស្សស្រីគ្រប់រូបស្រឡាញ់ប្តីខ្លាំងជាងប្តីស្រឡាញ់យើងមនុស្សដែលស្មោះជាងគេនៅលើលោកក៏ជាមនុស្សស្រីនេះហើយទោះមានអារម្មណ៍ថាឆ្អែតដល់កខឹងគ្នាយ៉ាងណាក៏ដោយឲ្យតែមនុស្សខ្លួនស្រឡាញ់លួងតែបន្តិចគឺ comeback ភ្លាមមែនទេអញ្ចឹងគួរតែថ្នមអូនឲ្យដូចកៅណាអាណិតក្មេងតូចម្នាក់នេះផងតើបងប្អូនទាំងអស់គ្នាដែលជាអ្នកគាំទ្ររបស់លោកជី David និងអ្នកនាងទេពបុព្រឹកបាន register ឈ្មោះរួចហើយឬនៅដើម្បីទៅចូលរួមកម្មវិធីបងប្អូនត្រូវមើលឲ្យច្បាស់ណាថ្ងៃកម្មវិធីរាត្រីជួបជុំអ្នកគាំទ្រគឺប្រព្រឹត្តទៅនៅថ្ងៃទី8ខែមិថុនាឆ្នាំ2025ខ្ញុំក៏ជា fan របស់អ្នកទាំងពីរផងដែរសូមជូនពរពីចម្ងាយសូមឲ្យការរៀបចំកម្មវិធីប្រកបទៅដោយរលូនហើយក៏សូមជូនពរអ្នកទាំងអស់គ្នាបានសេចក្តីសុខសប្បាយទាំងអស់គ្នា